នាងខ្ញុំឈ្មោះលុយគុយអេងជាគ្រូអប់រំកាយចំនួនទី29មកពីសាលាអនុវិទ្យាល័យជីពាំងហើយនៅក្នុងការរៀបចំការប្រកួតកីឡាសិស្សបឋមនេះដែរគឺការប្រកួតគឺមានលក្ខណៈល្អប្រសើរដោយសារការប្រកួតគឺគណៈកម្មការគាត់រៀបចំដោយសុក្រិតមានន័យថាយុត្តិធម៌ត្រឹមត្រូវក្នុងចំណាប់អារម្មណ៍របស់ខ្ញុំគឺពិតជាសូមអរគុណដល់គណៈកម្មការរៀបចំទាំងអស់ដែលបានគាត់រៀបចំឲ្យមានការប្រកួតនេះឡើងដើម្បីឲ្យសិស្សមានការប្រកួតប្រជែងក្នុងការដណ្ដើមយកពានរង្វាន់ថ្នាក់ខេត្តដើម្បីបញ្ចេញនៅសមត្ថភាពរបស់ពួកគាត់ឲ្យឃើញពីតម្លៃនៃការលេងកីឡាមានន័យថាការលេងកីឡាអាចឲ្យពួកគាត់ទទួលបានសុខភាពរឹងមាំជៀសឆ្ងាយពីគ្រឿងញៀនមានន័យថារូបរាងកាយរបស់គាត់គឺមាំមួនចា៎សូមដំណពរឬក៏ឲ្យនៅឆ្នាំក្រោយទៀតឲ្យមានការប្រកួតយុត្តិធម៌បែបនេះហើយឲ្យមានការរៀបចំការប្រកួតបែបនេះរហូតដើម្បីទទួលបានការភាពសប្បាយរីករាយរបស់ក្មេងៗចា៎សូមអរគុណខ្ញុំបាទចង់ឲ្យមានការរៀបចំប្រកួតនេះមានជារៀងរាល់ឆ្នាំខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមើលហើយគឺគ្រប់គ្រងយ៉ាងពេញទំហឹងសម្រាប់ការលេងកីឡានេះខ្ញុំក៏មានចំណង់ចំណូលចិត្តខាងលេងកីឡាដែរខ្ញុំកីឡាករបាល់ទាត់អញ្ចឹងខ្ញុំក៏ធ្លាប់លេងបាល់បោះដែរតែពេលខ្ញុំឃើញបងប្អូនលេងខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តរំភើបពេលឃើញក្មេងៗនាំគ្នាមកលេងកីឡាអញ្ចឹងយើងទាំងអស់គ្នាត្រូវចូលរួមលេងកីឡាដើម្បីសុខភាពនិងជៀសផុតពីគ្រឿងញៀននិងល្បែងស៊ីសងផ្សេងៗយើងរួមគ្នាលេងកីឡាដើម្បីសុខភាពទាំងអស់គ្នាកីឡាដើម្បីសុខភាពកីឡាដើម្បីសុខភាព